បាទចឹងខ្ញុំណែនាំទៅនឹង app មួយទៀតគឺ app យើងមើលកម្មវិធីប៉ុស្តិ៍ទទួលនៅក្នុងហ្នឹងដែលខាងខ្ញុំបានរៀបចំជូនហ្នឹងគឺ app មួយនេះឥឡូវខ្ញុំចុចចូលអូខេណាអូខេចូលមកយើងបាត់ app កម្មវិធីហ្នឹងមកណាបាទកម្មវិធីសិនវាចេញមកបាទដែលនៅក្នុងឆ្នាំ2020បាទចឹងរបៀបប្រើយើងចុចប៊ូតុងនេះក៏បានជាមួយខ្ញុំចុចណាខ្ញុំចុចខាងឆ្វេងឆ្វេងវាចេញតារាងមកនេះឃើញទេប៉ុស្តិ៍ហើយយើងឡើងលើចុចក្រោមទៅដើម្បីរើប៉ុស្តិ៍ណាមួយដែលយើងចង់មើលហើយយើងចុចឆ្វេងមកតង់ទៀតមានស្ថានភាពរឹងមាំផ្នែកថយឆ្លេងតិចបាទចុចឆ្វេងម្ដងទៀតវាមានតារាងនេះមានប៉ុស្តិ៍ខ្មែរមានប៉ុស្តិ៍បរទេសមានប៉ុស្តិ៍អាស៊ីយើងតុក្កតាកីឡាឯកសារសាស្ត្រប៉ុស្តិ៍អាស៊ីអឺរ៉ុបអីមួយចំនួនមាន app យើងអាចមើលរឿងបានបាទជារឿងភាគបាទក្នុងហ្នឹងមកចប់អីចឹងមានប្រទេសផ្សេងមានព័ត៌មានស្កលអីផ្សេងចឹងណាមាន sport មានអីចឹងទៅចឹងឧទាហរណ៍ថាឥឡូវយើងចង់ចុចបែបហ្នឹងក៏បាននេះយើងមកខាងស្ដាំមកតារាងនេះវិញមកខាងស្ដាំយើងបិទវិញឆ្វេងចេញមកចឹងយើងចង់រកមើលប៉ុស្តិ៍ខ្មែរចឹងយើងចូលក្នុងក្រុមប៉ុស្តិ៍ខ្មែរយើងមកចឹងគេមានតារាងរបស់គេគេរៀបចំអញ្ចឹងណាយើងចង់មើលប៉ុស្តិ៍អីយើងចុចអូខេចូលអូខេដើម្បីមើលចឹងទៅបាទចឹងយើងចង់មើលប៉ុស្តិ៍អីយើងអាចចុចអញ្ចឹងបានណាតែមួយទៀតសម្រាប់ចាស់ចំណុចសំខាន់តែយើងអាចប្រើបានមួយ tele នេះវាយើងអាចឡើងលើចុះក្រោមក៏អាចដូរប៉ុស្តិ៍បានដែរបាទហ្នឹងដូចទូទស្សន៍យើងធម្មតាចឹងនេះឡើងលើចុះក្រោមក៏អាចដូរប៉ុស្តិ៍បានដែរបាទឡើងចុះក្រោមឡើងលើចុះក្រោមមកលើចុះក្រោមវាដូរបាននេះចឹងចុះក្រោមគឺវាអាចដូរប៉ុស្តិ៍បានចឹងហើយចំណុចមួយទៀតគឺយើងអាចចុចជាលេខហ្មងក៏បានដែរថតឥឡូវខ្ញុំចង់ទៅប៉ុស្តិ៍លេខ5យើងចុចលេខ5លេខ5ចុចមកវាអាចដូរបានទៅជាមួយនឹង tele យើងផ្ទាល់ហ្មងមិនគាត់ថារបៀបប្រើខ្ញុំប្រាប់នៅលើ tele ហ្នឹងឥឡូវខ្ញុំចង់ទៅប៉ុស្តិ៍ផ្សេងខ្ញុំចុចតែលេខ7ក៏ទៅដែរនេះឃើញទេលេខ7ជាមួយវាទៅដែរហ្នឹងឃើញយើងចុចអញ្ចឹងក៏បានឬក៏យើងស្គាល់លេខហើយយើងចង់ទៅមើលប៉ុស្តិ៍ស្រុកគេខ្ញុំអាចចុចដល់លេខ100ទៀតជាមួយវាទៅអត់អញ្ចឹងណាបាទ100ក៏វាទៅដែរទៅដល់ប៉ុស្តិ៍ស្រុកគេទៀតអញ្ចឹងណាបាទឬក៏យើងចុចដល់1000ក៏បានដែរនេះ1000អញ្ចឹងក៏វាអាចដូរទៅបានដែរឃើញវាអាចច្រើនលេខអញ្ចឹងណាយើងចំណាំលេខយើងចុចលេខយកហ្មងក៏បានឥឡូវយើងមកខ្មែរវិញខ្ញុំចុចមកប៉ុស្តិ៍ខ្មែរយើងចុចលេខ7ខ្មែរយើងនៅតុងរាយទេអញ្ចឹងវានឹងដូរមកវិញណាឃើញទេត្រឡប់មកប៉ុស្តិ៍ខ្មែរយើងវិញអញ្ចឹងសម្រាប់ចាស់គឺល្អសម្រាប់គាត់ចុចអញ្ចឹងណាបាទអញ្ចឹងខ្ញុំចង់ណែនាំ app មួយទៀតតែតជាមួយនឹង app មើលរឿង Hollywood បាទយើងចូលក្នុង app មួយនេះមកបាទយើងចុចចូលមកអញ្ចឹងនៅក្នុងនេះឥឡូវខ្ញុំកំពុងតែប្រើ Tele Air Mic នេះបាទអញ្ចឹងក្នុងនេះយើងអាចសកត់វាទៅហើយយើងអាចចាប់វាឡើងលើចុះក្រោមបាននេះបាទឃើញទេយើងសកត់វាហើយយើងអាចទាញវាឡើងចុះក្រោមទៀតណានេះទាញឡើងលើចុះក្រោមបានតាមដៃយើងណាអញ្ចឹងវាអាស្រ័យទៅលើយើងចង់មើលអីយើងចុចមកយើងលើបន្តោះយើងកន្លែងយើងចាប់អូខេអញ្ចឹងហើយយើងឡើងលើទៅហើយយើងអាចចាប់អស់ឡើងលើចុះក្រោមទាំងបានអញ្ចឹងបើយើងចង់មើលរឿងអីយើងអាចចុចពីលើរឿងមួយហ្នឹងមកឧទាហរណ៍ចង់មើលរឿងនេះយើងចុចអូខេពីលើហ្នឹងមកមើលអសរជាងនោះបាទចុចពីលើហ្នឹងណាតោះមកយើងយកពាក្យកន្លែងវីដេអូនេះដើម្បីយើងចាក់ play យកចុច select លើឈ្មោះរឿងតោះមកយើងយកថា pro player នេះមកបាទចឹងយើងចាំបន្តិចទៅដើម្បីអ៊ីនធឺណិតវាទាញរឿងឲ្យយើងមើលវា download រឿងឲ្យយើងមើលអញ្ចឹងយើងមើលតាមនាទីនេះប្រហែលនាទី1ម៉ោង2ម៉ោងអញ្ចឹងណាបាទវាចេញមកឡើយបាទចឹងអាហ្នឹងរបៀបយើងចុច app មើលរឿង Hollywood ហ្នឹងយើងចុចអញ្ចឹងណាតែបើយើងចង់ដូររឿងដូរយើងគ្រាន់តែចុចត្រឡប់ក្រោយមកហើយយើងយកពាក្យថា OK មកអញ្ចឹងយើងអាចចាក់ចេញពីបាននេះចុចកាន់ហើយយើងចុចបាត់ទៅបាទយើងចុចត្រឡប់ក្រោយទៅវាតង់នេះត្រឡប់ក្រោយណាត្រឡប់ក្រោយទៀតមកហើយយើងអាចរើសរឿងផ្សេងមើលបានអញ្ចឹងក្នុងនេះគឺរាប់ពាន់រឿងណាមានរឿងច្រើនរាប់ពាន់រឿងចុះតាមមកឬក៏យើងចុចកម្មវិធីវាហ្នឹងយើងអាចបើយើងប្រើ tele របស់យើងនេះវិញអានេះ tele របស់ដុំវាហ្មងក៏ចុចបានដែរអញ្ចឹងយើងអាចបិទកន្លែងនេះមួយយើងចុចកន្លែងនេះដើម្បីវាចេញអាម៉ៅស្រួលៗនេះចុចកន្លែងនេះចឹងហើយយើងអាចបញ្ជីវាបានដូចគ្នាតោះមកយើងអាចចុចមួយទៅបិទវិញយើងចុចជាបេតុងវិញបានធម្មតាបាទនេះយើងចុចចឹងបានដែរចុចចឹងដូចគ្នាណាចឹងយើងប្រើមួយណាក៏បានដែរគាត់ថានោះវារឿងទំនើបជាងខាងថៃមកណាចឹងវាអាចទាញរឿងមកបានដូចគ្នាចឹងណាវាយើងចុច tele សំខាន់ចុចបិទមកបើកមកកន្លែងនេះណាបាទអញ្ចឹងខ្ញុំណែនាំពី function voice select បន្តិចកន្លែងនេះយើងអាចដូរភាសាអីនៅនេះបានកន្លែងការកំណត់នេះអញ្ចឹងយើងចង់ voice អីយើងចូលកន្លែងនេះចូលកន្លែង micro នេះមកតោះមកចុចបេតុងនេះដើម្បីយើង voice select នេះឃើញទេបេតុង voice នេះចុចមេរៀនខ្មែរអញ្ចឹងវាកំពុងតែ search select របស់យើងអញ្ចឹងយើងចេញមកវីដេអូយើងចេញមកយើងអាចចុចវីដេអូនេះមើលមួយទៅបាទអញ្ចឹងវាចេញមកអញ្ចឹងយើងអាច search មើលបាននិស័យខ្មែរបាទអញ្ចឹងរបៀប voice វិញយើងធ្វើអញ្ចឹងណាបាទនេះវិញខ្ញុំចង់ណែនាំពី YouTube TV បាទឧបករណ៍ផ្សេងអត់មានទេតែឧបករណ៍នេះគឺមាន YouTube TV ដូចសកេទីទៅវាមានតែ YouTube យើងធម្មតានេះ YouTube TV នេះសម្រាប់ដូចយើងមើលរឿងនៅអឺរ៉ុបនៅអីចឹងណាបាទហើយមាន live ផ្ទាល់មានពាក្យច្រើនផ្ទាល់មើលរឿងអីចឹងបាទអញ្ចឹងយើងចុចបេតុងយើងនេះមកដល់ឆ្វេងមកវាមាន home មាន short មាន kit មាន sport មាន live ដែលអញ្ចឹងគាត់ថា kit គឺចេញមកគឺតបតា short ហ្មងតែបើ sport គឺ sport short កីឡាហ្មងអញ្ចឹងណានេះហើយបើយើងចុចឆ្វេងទៀតមកមាន new មានអីចឹងបាទព័ត៌មាននេះគឺ live ផ្ទាល់នៅលើហ្នឹងហ្មងបាទអញ្ចឹងសម្រាប់ប្រទេសណាដែលគេ live ផ្ទាល់គឺវាមាននៅហ្នឹងហ្មងបាទមាន music មានអីចឹងបាទចម្រៀង short ចឹងគេចង់មើលអីគេអាចមើលតាមការតាមកន្លែងនេះបានណាចឹងអ្នកគាត់ចូលចិត្ត sport គាត់ចូលប្រភេទ sport ចឹងមកចឹងមកក្នុងហ្នឹងគឺដឹងតែ sport ទាំងអស់ live ផ្ទាល់ពីសកេមកពីអីផ្ទាល់ចឹងណាបាទខ្ញុំប្រាប់ពីកម្មវិធីដែលយើងមាននៅក្នុងដុំហ្នឹងបាទចំណុចនេះទៀតខ្ញុំចង់ប្រាប់ពីកន្លែងយើងភ្ជាប់ទៅ Bluetooth យើងចូលកន្លែង setting của con sound នេះបាទតោះមកយើងចុចពាក្យ Bluetooth នេះមកដើម្បីយើងស្វែងរក Bluetooth យើងយកពាក្យ pair new device ចឹងហើយយើង search
ឧបករណ៍យើងកំពុងតែ search Bluetooth នៅចិត្តហ្នឹងសិនណាបាទអញ្ចឹងវាកំពុងតែ search អញ្ចឹងយើងត្រូវមើលថាមួយណាជាឈ្មោះរបស់ speaker របស់យើងអីអញ្ចឹងណាបាទឥឡូវខ្ញុំ search ឃើញនេះចេញមកហើយ speaker របស់ខាងខ្ញុំណាបាទយើង select ពីលើឈ្មោះរបស់ speaker របស់យើងមកហើយយើងរងចាំវាមក situ សិនណាដើម្បីវា pair គ្នាចូលទៅក្នុងដុំរបស់យើងបាទអញ្ចឹងយកពាក្យថា pair មកឥឡូវវាចេញហើយ pair ហ្នឹងគឺយើង connect ទៅបានហើយបាទអញ្ចឹងវា load នេះ load សលេងចូល speaker របស់យើងណាអញ្ចឹងយើងអាចចាក់ចេញពីកន្លែងហ្នឹងមកនេះបេតុងនេះត្រឡប់ក្រោយណាបាទចាក់ចេញហើយយើងអាចទៅ play អីក៏បានចូល YouTube ចូលអីអញ្ចឹងណាបាទតែមកយើង select account ហ្នឹងទៅហើយគឺចេញមកវីដេអូឥឡូវយើងសាកទៅវីដេអូណាក៏បានដែរបាទអញ្ចឹងសលេងគឺចេញពី speaker របស់យើងវិញហ្នឹងអញ្ចឹងបើសិនយើងលេងអីយើងមើលអីគឺយើងឃើញនៅលើហ្នឹងសលេងចេញពីហ្នឹងហើយបាទខ្ញុំឧទាហរណ៍ណាបាទបាទអញ្ចឹងខ្ញុំណែនាំប៉ុណ្ណឹងជាមួយនឹងការ connect ភ្ជាប់ទៅ Bluetooth ក្នុងបាសណាបាទគឺមាន function ហ្នឹង